Cho một đợt để nàng văn ni là vinh mà đòn. Bộ rong nẹ chênh mụcប្រមាថ vanilla ពេលចាប់អាជីពជាពិធីការនីអូអញ្ចឹងផងនៅភ្នំពេញគណៈទីផ្សារការងាររបស់តារាកំប្លែង Vanilla កំពុងតែមានសន្ទុកស្រើតក្រោយជិបពាក់ហើយរូបនាងក៏បានក្តោបបានតំណែងថ្មីមួយទៀតជាពិធីការនីចំពោះអាជីពថ្មីរបស់តារាកំប្លែងវ័យក្មេងរូបនេះក៏មានទស្សនិកជនមួយចំនួនយល់ថារូបនាងហាក់នៅមានកម្រិតនៅឡើយលើការប្រើពាក្យពេចន៍និងឆ្លើយឆ្លងគ្នាជាពិធីការនីករប៉ុន្តែទោះជាយ៉ាងណាមហាជននៅតែលើកទឹកចិត្តនាងឲ្យមានការព្យាយាមបន្ថែមទៀតព្រោះថាវាជាអាជីពថ្មីគ្មានអ្នកណាម្នាក់អាចធ្វើបានល្អ 100% នោះទេទោះជាយ៉ាងណាស្រាប់តែមានគណនី Facebook មួយឈ្មោះ Mero Fighter បានវាយប្រហារនិងប្រើពាក្យសម្ដីធ្ងន់ធ្ងរជាសាធារណៈទៅកាន់ Vanilla ពេលដែលនាងកម្មអាជីពពិធីការនីនោះដែលថាបើពេលនេះធ្វើពិធីការនីដូចឈួតនិយាយចេញមកគ្មានសមអីបន្តិចនិយាយដូចសត្វឆ្កែមីនីឡាមីឈួតអូដល់សារនៃអាក្រក់របស់បុរសនេះបានធ្វើឲ្យអ្នកលេង Facebook សង្គមតបតជំនួស Vanilla ផងដែរថាទោះបីជារូបនាងទៅតែកាន់អាជីពពិធីការនីមិនទាន់សូវបានល្អក៏ពិតមែនតែក៏មិនគួរជេរតេះឌៀននាងបែបនេះដែរយ៉ាងណាមិញសម្រាប់ Vanilla ក៏មិនបានបញ្ចេញកំហឹងដាក់បុរសនេះដែរប្រហែលជានាងយល់ថាអ្នកសិល្បៈតែងមានគេស្រឡាញ់និងស្អប់ជារឿងធម្មតាព្រោះមិនអាចផ្គាប់ចិត្តមនុស្សឲ្យចូលចិត្តរូបនាងបានទាំងអស់នោះទេនេះឡាគូបញ្ជាក់ថាកាលថ្ងៃទី17ខែមិថុនាឆ្នាំ2016តារាកំប្លែងវ័យក្មេងស្ថិតក្នុងក្រុមនៃវិមាននឹងត្រូវជាកូនស្រីរបស់លោកសុវណ្ណរិទ្ធិហៅថាតាវីកទ័រកញ្ញា Vanilla បានចេញមុខប្រតិកម្មភ្លាមៗចំពោះព័ត៌មានដែលត្រូវបានគេបង្ហោះផ្សព្វផ្សាយលើ Facebook នាងបានផ្ដាច់ពាក្យជាមួយគូដណ្ដឹងដែលទើបជិបពាក្យកាលពីថ្មីកន្លងមកនេះប្រតិកម្មពីសំណាក់តារាកំប្លែងកញ្ញា Vanilla បានធ្វើឡើងភ្លាមបន្ទាប់ពីបានមានការបង្ហោះចែកចាយលើបណ្ដាញ Facebook ភ្ជាប់ជាមួយរូបភាពនាងនិងគូដណ្ដឹងដោយបានសេថាពូរិទ្ធីនិយាយពីនីឡាសុខចិត្តផ្ដាច់ពាក្យជាមួយគូដណ្ដឹងដោយក្នុងនោះក៏មានការកាត់តភ្ជាប់រូបភាពពិធីករនិងនិយាយព័ត៌មានប៉ុស្តិ៍ហងមាសលោករិទ្ធីមកជាមួយគ្នាផងដែរតាមរយៈការបែកធ្លាយនូវព័ត៌មានមិនពិតខាងលើនេះភ្លាមនោះសមាគមកញ្ញា Vanilla បានចេញមុខប្រតិកម្មដោយលើកឡើងថាព័ត៌មាននេះវាមិនមានជាការពិតទេនាងខ្ញុំនីឡាមិនបានដឹងរឿងអីទាំងអស់ហើយនាងខ្ញុំមិនបានដាច់ពាក្យទេនាងខ្ញុំចង់ស្ដាប់សង្គមគ្រាន់តែចង់ល្បីភ័យខ្លួនឯងមកបំផ្លាញកេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់អ្នកដទៃតារាកំប្លែងវ័យ17ឆ្នាំកញ្ញាបានបញ្ជាក់ថាបើសិនអាចសូមមេត្តាជួយកាត់បន្ថយបំផ្លាញកិត្តិយសគេផងទៀតទៅអ្នកទាំងអស់គ្នាឈប់ច្រឡំរឿងនេះទៀតទៅវាមិនមែនជាការពិតទេ Please share